ទាំងនេះគឺជារោគសញ្ញាដែលបង្ហាញថាស្ត្រីគាត់មានបញ្ហាស្បូនខ្សោយរលាកស្បូននិងបញ្ហាអរម៉ូនទី1គឺធ្លាក់សអត់បាត់ធ្លាក់សគ្រប់សន្តានធ្លាក់សសាងជាប់ខោជាប្រចាំថ្ងៃព្យាបាលឲ្យនៅតែមិនទាន់ជាសះស្បើយទី2ឧស្សាហ៍ឈឺនៅបរិវេណស្បូនឈឺនៅពេលដែលយើងធ្វើចលនាដេកដើរឈរអង្គុយឬក៏ឈឺនៅពេលដែលយើងរួមភេទរស់នៅជាមួយដៃគូបន្តមកទៀតមានអារម្មណ៍ថាឈឺស្ងួតនៅទ្វារមាសអត់សូវមានសំណើមឡើងផ្ទុះនៅទ្វារមាសចាឬក៏ឡើងបោសនៅទ្វារមាសកាហាយឈឺផ្សាទ្វារមាសអត់សូវមានទឹកលំអិលបន្តមកទៀតមានអារម្មណ៍ថាយើងឈឺបរិវេណស្បូនឈឺចុកឈឺរយអាំងតាគៀកឈឺចង្កេះឈឺឆ្អឹងខ្នងក៏ដូចជាឧស្សាហ៍មានបញ្ហារដូវអត់ទៀងរាំងរដូវបាត់រដូវមកតិចខប្រក្តីចាបន្តមកទៀតឧស្សាហ៍មានអារម្មណ៍ថាឈឺក្បាលស្វាងភ្នែកជ្រុះសក់ងងឹតមុខហែវហត់អស់កម្លាំងល្វើយលហិតលហើយគេអត់សូវលក់បន្តមកទៀតមានអារម្មណ៍ថាយើងរៀង stress គិតច្រើនជាងមុនមួម៉ៅជាងមុនឆេឆាវជាងមុនរៀងហត់នឿយអស់កម្លាំងល្វើយលហិតលហើយញ៉ាំអីអត់សូវដឹងឆ្ងាញ់ឧស្សាហ៍ក្តៅក្នុងខ្លួនស្បែកយើងរៀងស្ងួតស្អាប់អត់សូវមានសំណើមពណ៌ឈាមរដូវយើងមកអត់ល្អមកលក្ខណៈកក់ដុំពណ៌កម្មៅសគួមពណ៌ប្រផេះពណ៌ត្នោតឬក៏ពេលដែលយើងមកនោះវាតែងតែមានការឈឺចាប់ខ្លាំងឬក៏ឈាមរដូវយើងធំក្លិនខុសប្រក្រតីចាជាពិសេសគឺធ្វើឲ្យយើងមានអារម្មណ៍ថាយើងរៀងបាត់បង់ចំណងផ្លូវភេទរស់នៅជាមួយគ្នាតែងតែឈឺអត់សូវមានអារម្មណ៍រស់នៅជាមួយដៃគូបើសិនជាបងប្អូនមានរោគសញ្ញាទាំងអស់នេះហើយមានការធ្លាក់សជាលំអរាល់ថ្ងៃនោះជាសញ្ញាមួយដែលបញ្ជាក់ថាបងប្អូនកំពុងតែមានបញ្ហាអរម៉ូនបញ្ហាស្បូនខ្សោយនិងបញ្ហារលាកស្បូនបងប្អូនត្រូវតែប្រញាប់ក្នុងការរកដំណោះស្រាយព្រោះវាអាចនឹងមានផលប៉ះពាល់ខ្លាំងដូច្នេះបងប្អូនគួរអាសាទៅឆេកសុខភាពស្បូនឲ្យបានជាប្រចាំបងស្ត្រីដែលឧស្សាហ៍ stress ញឹកញាប់ហើយគេអត់សូវស្ងប់ជាពិសេសរដូវមកអត់សូវទៀងហើយរដូវមកអត់សូវល្អទេអាសាបាត់រដូវអាសារាំងរដូវឧស្សាហ៍ឈឺឆ្អល់ចុកណែនផ្នែកក្រោមពោះក្រោមបរិវេណផ្សិតចាចុករយអាំងតាគៀអាសាឈឺចង្កេះឈឺឆ្អឹងខ្នងរៀងល្វើយហៅហត់ញ៉ាំអត់សូវដឹងឆ្ងាញ់រៀងអស់កម្លាំងបាត់បង់ចំណង់អាហារគេអត់សូវស្ងោតសូវលក់អាសាស្វាងភ្នែកជ្រុះសក់បងប្អូនស្ត្រីយើងដែលអាសាមានអាការៈទាំងអស់នេះអាសាឆេកសុខភាពឬក៏អាសាតាមដានសុខភាពបន្តិចដោយសារតែឥឡូវហ្នឹងគឺយើងរកឃើញអ្នកដែលគាត់មានអាការៈទាំងអស់ហ្នឹងភាគច្រើនគឺប្រឈមក្នុងការកកើតជាមួយនឹងបញ្ហាគីអរម៉ូនហ្នឹងវាអត់ធ្វើទុកខ្លាំងទេប៉ុន្តែគីអរម៉ូនហ្នឹងវារីកទំហំលឿនបើក្នុងករណីយើងកើតអត់ដឹងខ្លួនហើយធម្មតាបងប្អូននឹងស្រាប់ហើយបើយើងកើតគីមានតែវិធីមួយគឺប្រឈមមួយការវះកាត់បើសិនជាគីនោះរីកទំហំខ្លាំងមិនអាចព្យាបាលដោយវិធីផ្សេងបានបងស្ត្រីយើងបានដឹងហើយបច្ចុប្បន្នជំងឺមហារីកស្បូននេះគឺវាកើតឡើងច្រើនមុននឹងមហារីកដំណាក់កាលដំបូងឆ្លងកាត់ការរលាកស្បូនជាមុនសិនហើយមុននឹងរលាកស្បូនដំណាក់កាលដំបូងគឺឆ្លងពីការធ្លាក់សជាមុនសិនហើយសំណួរសួរថាហេតុអីបានជាស្ត្រីធ្លាក់សរលាកស្បូនទៅជាមហារីកស្បូនទី1ស្ត្រីដែលកង្វះអនាម័យស្ត្រីដែលសម្អាតទ្វារមាសបានស្អាតប្រើប្រាស់ផលិតផលមួយចំនួនដែលមានសារធាតុកាត់ប៉ះពាល់ដែលបណ្ដាលឲ្យមានការឆ្លងមេរោគចូលតាមទ្វារមាសបង្កទៅជាការធ្លាក់សរ៉ាំរ៉ៃដូចជាពពួកមេរោគផ្សិតធ្លាក់សរមាស់ពពួកមេរោគកាមរោគដែលធ្វើឲ្យយើងនឹងរួមភេទឲ្យមានការធំក្លិនស្អុយចាធ្លាក់សក្តៅក្រហល់កាហាយឈឺស្ងួតរលាកទ្វារមាសរលាកស្បូនទី2ស្ត្រីដែលរំលូតកូនញឹកញាប់ឬក៏ប្រើសារ៉ាំងបូមបឺតសម្អាតយកកូនចេញច្រើនដងពេកទី3ស្ត្រីដែលមានបញ្ហាតាក់ទងជាមួយមានដៃគូរួមភេទច្រើនដែលងាយក្នុងការធ្វើឲ្យគាត់ឆ្លងពពួកមេរោគ HPV បង្កទៅជាជំងឺមហារីកស្បូនស្ត្រីដែលចូលចិត្តញ៉ាំស្រាក្តៅប៉ះពាល់ខ្លាំងណាស់ស្ត្រីដែលចូលចិត្តញ៉ាំរបស់ផ្អាប់ញ៉ាំអាហារទៀងពេកង្វះការហាត់ប្រាណអត់សូវបានហូបទឹកមានដៃគូរួមភេទច្រើនរួមភេទដែលមិនបានប្រើប្រាស់ស្រោមការពារឲ្យបានត្រឹមត្រូវធ្វើការងារធ្ងន់រហូតដល់ទៅជាស្រុតស្បូនលូនស្បូនលាន់ស្បូនឆ្លងកាមរោគប្រមេះឬក៏ជំងឺប្រមេះទឹកបាយប្រមេះទឹកថ្លាអញ្ចឹងមានមូលហេតុច្រើនណាស់ដែលបណ្ដាលឲ្យស្ត្រីធ្លាក់សអញ្ចឹងពេលដែលស្ត្រីធ្លាក់សហើយពេលស្ត្រីបានព្យាបាលទៅវាទៅជារលាកអាំងតាគៀកឈឺអាំងតាគៀកឈឺចាប់ពេលរួមភេទធ្លាក់ឈាមធ្លាក់សលាកកឈាមខុសធម្មតាពេលរួមភេទហើយឬក៏បន្ទាប់ពីកំឡុងពេលយើងរួមភេទចាឈឺក្បាល stress តាមតឹងស្បែកស្ងួតស្អាប់ក្តៅក្នុងជាប្រចាំគេលេងស្ងប់លេងលក់ហូបលេងដឹងឆ្ងាញ់បាត់បង់ចំណង់អាហារទៅជារលាកស្បូនធ្ងន់ធ្ងរប្រឈមជាមួយជំងឺមហារីកចឹងអានឹងហើយជាបញ្ហាអញ្ចឹងមិនថាស្ត្រីយើងនៅលាវក៏ដោយមិនទាន់ឆ្លងកាត់ការរួមភេទក៏ដោយមានកូនក៏ដោយឆ្លងកាត់ការរួមភេទក៏ដោយសូមបងប្អូនទៅចាក់វ៉ាក់សាំងការពារឲ្យបានត្រឹមត្រូវឬក៏អាចប្រឹក្សាយោបល់ជាមួយអ្នកគ្រូបានស្ត្រីយើងប្រឈមខ្លាំងណាស់បើមានបញ្ហាទាំងអស់នេះទី1ធ្លាក់សក្លិនស្អុយ
ក្លិនជូរក្លិនឆ្អាបធ្លាក់សគ្រប់សន្តានធ្លាក់សសើមជាប់ខោជាប្រចាំថ្ងៃពេលខ្លះក៏ធ្លាក់មកតិចពេលខ្លះក៏ធ្លាក់មកច្រើនធ្លាក់លក្ខណៈខាប់ដុំតែដោយសបោលំអិលថ្លាធម្មតាធ្លាក់សកកដុំស្អិតកតិចកដាលមាស់ដែលឆ្លងដោយពពួកមេរោគផ្សិតធ្លាក់សដោយសារតែឆ្លងកាមរោគតាមរយៈការរស់នៅជាមួយគ្រួសារបញ្ហារលាកទ្វារមាសដែលធ្វើយើងឈឺពេលនៅជាមួយគ្នាក្តៅក្រហល់កាហាយស្ងួតផ្សាមិនសូវមានសំណើមប៉ះទឹកក៏ក្តៅនោមមកក៏កាហាយពិបាកនោមអត់អស់បញ្ហារលាកស្បូនចាគឺធ្លាក់សអត់បាត់ឈឺចុករយអាំងតាគៀកខ្លាំងពិបាកក្នុងការបត់ជើងតូចឈឺចុកចាប់ឆ្អល់ណែនពេលនៅជាមួយគ្នាគេងអត់លក់ឈឺក្បាលជ្រូសក់ស្វាំងភ្នែក stress អាសាតានតឹងរដូវមកអត់ទៀងឧស្សាហ៍រាំងរដូវបាត់រដូវមកតិចឈាមរដូវមកអត់ល្អរហូតដល់ទៅរលាកដៃស្បូនរលាកតួស្បូនក្តៅនៅតាមទ្វារមាសធ្វើឲ្យយើងពិបាកក្នុងខ្លួនដូចជាក្តៅក្នុងខ្លួនជាប្រចាំស្បែកស្ងួតស្អាប់មិនសូវមានសំណើមដោយសារតែការបំរែបំរួលអរម៉ូនរដូវយើងមកអត់ទៀងទាត់រដូវយើងមកអត់ល្អរដូវយើងមកអត់អស់រហូតដល់ថ្នាក់ធ្វើឲ្យស្ត្រីខ្លះទៅជាពិបាកក្នុងការមានកូនដោយសារតែធ្លាក់សរ៉ាំរ៉ៃរយៈពេលយូរពេកធ្វើឲ្យស្ត្រីនឹងទៅជាមានបញ្ហាគីសឬក៏បញ្ហាដុំសាច់ផ្សេងនៅពេលដែលគាត់មានរោគស្ត្រីឬពេលដែលរដូវគាត់មកអត់ទៀងគាត់អត់ព្រមរកដំណោះស្រាយរហូតដល់ធ្វើឲ្យស្ត្រីនឹងទៅជារលាកស្បូនទៅជាមានដំបៅឆ្លងមេរោគអេប៉េសបង្កទៅជាជំងឺមហារីកស្បូនអញ្ចឹងសម្រាប់បងស្ត្រីយើងដែលមិនចង់ប្រឈមជាមួយបញ្ហាធ្ងន់មិនចង់ចំណាយច្រើនមិនចង់ខាត់ពេលវេលាបើបងប្អូនកំពុងតែជួបបញ្ហាទាំងអស់នេះបងប្អូនអាចធ្វើការប្រឹក្សាយោបល់ជាមួយនាងខ្ញុំបាន